បាទអនុញ្ញាតឲ្យខ្ញុំសូមស្គាល់ឈ្មោះអ្នកមីងផងខ្ញុំមកក្រុមសខុមអ្នកមីងសុំអីនៅគុំតបែងឃុំ7ស្រុកនេះហែកខេត្តស្វាយរៀងចាបាទអ្នកមីងសុំអីមានបញ្ជនមកណាមីងបញ្ជន63ហើយចាបាទហើយកន្លងមកនេះមុនពេលដែលអ្នកមីងបានទទួលទានជាមួយនឹងផលិតផលវីហូបអ្នកមីងមានអាការៈធ្វើទុកក្នុងរាងកាយបែបណាខ្លះដែរមានធ្វើទុកអីផងក្នុងខ្លួនខ្ញុំតែក្តៅតែបាត់ជើងលោកគ្រូហើយស៊ូក្បាលជង្គង់ហើយស្ពឹកក្តៅបាត់ជើងគឺក្បាលជង្គង់ហើយស្ពឹកចាស្ពឹកដើមចាំដឹងជើងដែរលោកគ្រូដល់ឥឡូវខ្ញុំលេបទៅធូរហើយខ្ញុំធូរ100%ហើយមិន50%ទេបើខ្ញុំដេកបានលែងក្តៅហើយដើមថ្ងៃអញ្ចឹងខ្ញុំដល់ដេកទាំងរឹងក្នុងពេលចាញ់ដើរទៅណារួចទេគ្រូហើយក្តៅបាត់ជើងយ៉ាងម៉េចដែរក្តៅទាំងសងខាងទាំងទាំងសាងខាងមកដូចយើងភ្លើងនឹងដុតក្នុងនឹងអូមិនមានចាក់អីអូចទេតែកណ្ដៅនឹងក្តៅហ្មងតែកណ្ដៅមានចាក់ឈីឈូគេថាទេអត់មានទេកណ្ដៅទាំងឆេះហ្មងងុំពីខាងក្នុងងុំពីខាងក្នុងតែសាច់យើងស្ទាបទៅតិចអញ្ចឹងគាត់ស្ងល់ក្តៅមកពីណាវិញក្នុងនោះក៏ក្តៅមិនស្ងល់អូអញមើលឡើងចំស្វិតជើងអស់នេះក្តៅទៅបាទក្តៅខ្លាំងមែនទេក្តៅខ្លាំងណាស់លោកគ្រូកន្លងមករយៈពេលប្រហែលជាប្រហែលខែប្រហែលឆ្នាំដែរអាការហ្នឹងមួយឆ្នាំហ្នឹងរៀងខ្លាំងតាមមុននោះរៀងគ្រាន់បើជាងហ្នឹងអត់ទៅក្តៅពេកចូលមកឆ្នាំហ្នឹងក៏ដៅខ្លាំងហ្មង2ថ្ងៃក្តៅមួយថ្ងៃក្តៅថ្ងៃយប់អត់ក្តៅទេក្តៅយប់ថ្ងៃអត់ក្តៅទេបាទលោកគ្រូឲ្យមើលមានអញ្ចឹងបាទជុំវាអត់ជាប្រចាំទេយូរម្ដងតែងុំក្តៅងុំហ្មងទៅតាណា2ថ្ងៃទៅតាណា1ថ្ងៃក្តៅម្ដងទៅតាណា2ថ្ងៃបាន2ថ្ងៃបើខ្ញុំស្អំតកក់បាន5ថ្ងៃបានក្តៅទៀតអូទៅស្អំតកក់ស្អំអីដែរបានខ្ញុំដាក់ស្អំដាក់ថងមកហើយខ្ញុំដាក់ច្រកនឹងពេញថងហ្នឹងទុកបាន5ថ្ងៃបានយើងក្តៅទៀតហើយបើយើងអត់ស្អំមក2ថ្ងៃ1ថ្ងៃក្តៅ2ថ្ងៃ1ថ្ងៃក្តៅខ្ញុំដែរនៅផ្ទះណាខ្ញុំដើរដឹកអីវ៉ាន់លុកដែរនៅផ្ទះផងខ្ញុំឈប់បាន3ខែកូនដើរលុកហ្នឹងបាទខ្ញុំលែងទៅឥឡូវគេថាមកទៅខ្ញុំលុកពេកជិះម៉ូតូពេកកំដឹងគេដាក់ថាបាទខ្ញុំថាដឹងអីមកជាមួយដល់ខ្ញុំឈប់ហើយក៏នៅក្តៅដែរបាទបាត់ផងជាងកន្លងមកពិបាកខ្លាំងដែរទេការធ្វើដំណើរអីផ្សេងបាក់ហ្នឹងលោកគ្រូអើយបាក់អារឿងក្តៅខ្ញុំដេកកូនខ្ញុំអាកូនពៅមិនបដិវីអូនមកខ្ញុំដេកជួយយើងមកឯងថៃមកថៃបានអត់ឡើងសោះឡើងអីកូនបើក្តៅទៅងាប់ហើយឯងដឹងទេម៉ែឆេះអស់ហើយបាត់ជើងប្រាប់កូនថាអញ្ចឹងអាកូនចិត្តទៅទូយើងនឹងរកថ្នាំអីទេម៉ែទៅទិញថ្នាំលេបអស់ម៉ែថ្នាំប៉ែគេមិនទិញតែគេថាលេបទៅពុកឆ្អឹងឯងក៏នៅរូបបានឃើញចៅទៅមុខបន្តិចខ្ញុំតែដៃហ៊ានលេបទៅបើលេបថៃបាត់គេលេបបាត់អីតាគេថាបើខ្ញុំអត់ហ៊ានលេបផងខ្ញុំដៃហ៊ានទិញហ្នឹងបាទខ្ញុំខ្លាចចឹងណា